ថ្ងៃនេះយើងនឹងនិយាយអំពីឱសថទាំង3ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ទី1គឺអង់ទីវីយ៉ូទិកដែលយើងហៅថាថ្នាំសាសមនុស្សភាគច្រើនតែទៅទិញអង់ទីវីយ៉ូទិកដែលមានវិជ្ជបញ្ជាហើយប្រើប្រាស់ក្នុងកម្រិតមិនត្រឹមត្រូវឬក៏ពួកគាត់បញ្ឈប់ការប្រើប្រាស់ភ្លាមនៅពេលដែលមានអារម្មណ៍ថាធូរស្រាលករណីនេះអាចធ្វើឲ្យមេរោគស្វាំនឹងថ្នាំហើយពុំមានសមត្ថភាពក្នុងការសម្លាប់មេរោគបានទេដូចនេះហើយវាក៏បង្កហានិភ័យមកដល់យើងនាថ្ងៃមុខបានដែរទី2គឺឱសថពន្យាកំណត់បន្ទាន់ឱសថនេះត្រូវប្រើក្នុងករណីបន្ទាន់តែប៉ុណ្ណោះអ្នកទាំងអស់គ្នាកុំច្រឡំថាវាជាឱសថពន្យាកំណត់ដែលត្រូវប្រើប្រចាំថ្ងៃណាការប្រើថ្នាំពន្យាកំណត់បន្ទាន់ជាប្រចាំអាចបង្កឲ្យមានផលវិបាកនិងអាចធ្វើឲ្យមានផ្ទៃពោះដែលមិនបានគ្រោងទុកដើម្បីទទួលបានមធ្យោបាយពន្យាកំណត់ដ៏ត្រឹមត្រូវមួយសូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញការប្រើឱសថចម្រុះដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់នៅក្នុងថង់តែមួយអាចធ្វើឲ្យលោកអ្នកមានអន្តរកម្មឱសថលើសកម្រិតឬក៏ទទួលបានឱសថคล้ายត្រូវចងចាំថាសូមពិគ្រោះយោបល់ជាមួយឱសថការីអាននៅខ្លឹមសារឱសថនិងគោរពការព្យាបាលដែលមាននៅក្នុងវេជ្ជបញ្ជាអ្នកទាំងអស់គ្នាមិនត្រូវប្រើប្រាស់ឱសថដែលពុំស្គាល់អត្តសញ្ញាណច្បាស់ទេត្រូវចាំថាសុខភាពរបស់លោកអ្នកសំខាន់ខ្លាំងណាស់